ដឹងហើយថាគេក្បត់ប៉ុន្តែហ៊ានបែកឯងដោយសារតែស្ដាយទឹកចិត្តស្ដាយពេលវេលាដែលធ្លាប់តែចំណាយមកជាមួយគ្នាវីដេអូនេះខ្ញុំចង់ផ្ញើទៅកាន់មនុស្សស្រីទាំងអស់ដែលកំពុងតែគិតដូចអីដែលខ្ញុំនិយាយមុនហ្នឹងទីមួយខ្ញុំចង់លើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាស្រឡាញ់ខ្លួនឯងឲ្យបានច្រើនកុំគិតពីគេខ្លាំងពេកគិតពីខ្លួនឯងតើពេលដែលអ្នកទាំងអស់គ្នាទ្រាំរស់នៅជាមួយមនុស្សម្នាក់ដែលអត់មានភាពស្មោះត្រង់ជាមួយអ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាមានសេចក្តីសុខអត់យើងគិតពីសេចក្តីសុខរបស់ខ្លួនឯងហើយកុំស្ដាយពេលវេលាកុំស្ដាយទឹកចិត្តដែលធ្លាប់មានសម្រាប់គេអីបើយើងអាឡ័យតែស្ដាយជាមួយនឹងរឿងហ្នឹងយើងខ្លួនឯងនឹងឈឺចាប់នឹងខ្លាចជាជនរងគ្រោះក្នុងតំណែងស្នេហាមួយហ្នឹងហើយខ្ញុំចង់ប្រាប់ថាអ្នកទាំងអស់គ្នាកុំរំពឹងថាម្នាក់ប្រុសហ្នឹងគាត់នឹងកែប្រែដើម្បីយើងអីព្រោះសិនបើគេពិតជាខ្វល់ខ្វាយជាមួយយើងមែនគេនឹងមិនទៅធ្វើរឿងហ្នឹងឯងគេមិនក្បត់យើងមិនគេមិនទៅតាក់ទងជាមួយនឹងនារីខាងក្រៅទាំងដែលដឹងថាទង្វើមួយហ្នឹងពេលដែលគេធ្វើហើយយើងនឹងឈឺចាប់ប៉ុន្តែគេនៅតែសម្រេចចិត្តជ្រើសរើសធ្វើរឿងហ្នឹងហើយពេលដែលអ្នកទាំងអស់គ្នាចាប់បានថាដៃគូសង្សារប្តីរបស់អ្នកទាំងអស់គ្នាលួចមានតាក់ទងជាមួយនឹងស្រីនៅខាងក្រៅការដែលជ្រើសរើសយកលើកលែងកំហុសឲ្យគាត់វាមិនមែនជាជំរើសដ៏ល្អឯព្រោះតាមដែលខ្ញុំធ្លាប់បានឃើញមនុស្សប្រុសពេលខ្លះវាខ្លាចទៅជាទម្លាប់របស់គាត់ដែលគាត់ធ្វើរឿងហ្នឹងខ្ញុំមិនដឹងថាមិនដែរតែផ្នត់កំណត់មនុស្សប្រុសសម័យឥឡូវព្រោះដោយសារខ្ញុំធ្លាប់ឃើញអញ្ចឹងគាត់គិតថាការដែលលួចមានស្រីខាងក្រៅអីអញ្ចឹងវាជារឿងធម្មតាដែលមនុស្សប្រុសអាចធ្វើបានអីអញ្ចឹង you know what ពេលខ្លះអ្នកដែលជាជនរងគ្រោះគឺជាយើងអញ្ចឹងការដែលយើងជ្រើសរើសអត់ឱនកំហុសឲ្យគាត់ទទួលយកគាត់ម្ដងហើយម្ដងទៀតអ្នកទាំងអស់គ្នាគឺកំពុងតែដាក់ទរណកម្មលើខ្លួនឯងប៉ុន្តែបើសិនបើអ្នកទាំងអស់គ្នាថាចេះឧទាហរណ៍ប្តីអ្នកទាំងអស់គ្នាមានស្រីខាងក្រៅអ្នកទាំងអស់គ្នាចាប់បានហើយអ្នកទាំងអស់គ្នា feel like it's okay អ្នកទាំងអស់គ្នាអត់មានឈឺចាប់អត់មានពិបាកចិត្តអីទេអាហ្នឹងអត់អីទេប៉ុន្តែបើសិនបើអ្នកទាំងអស់គ្នាចាប់បានថាប្តីខ្ញុំសង្សារខ្ញុំដៃគូខ្ញុំលួចមានស្រីហើយខ្ញុំមានអារម្មណ៍ថាខ្ញុំពិបាកចិត្តឈឺចាប់អត់សុបាយចិត្តកុំលើកលែងទោសឲ្យអីក្នុងនាមខ្ញុំជាមនុស្សស្រីម្នាក់ខ្ញុំចង់លើកទឹកចិត្តឲ្យមនុស្សស្រីទាំងអស់រឹងមាំស្រឡាញ់ខ្លួនឯងឲ្យបានច្រើនរឹងមាំកុំខ្លាចមួយទៀតបើសិនបើក្នុងតំណែងស្នេហាមួយនឹងដែលគេផាត់ក្បត់ឲ្យអ្នកគ្នាជឿរើសបែកទៅហ៊ាននិយាយចឹងមកហើយបើសិនបើអ្នកគ្នាស្ថិតក្នុងតំណែងជាប្តីប្រពន្ធទម្លាមទម្លាប់ជំនាន់ដើមអត់ចង់ឲ្យយើងលែងលះគ្នាអញ្ចឹងធម្មតាអ្នកណាក៏ដោយរៀបការឲ្យគ្មានណាទៅចង់លែងលះហើយប៉ុន្តែបើសិនបើយើងទ្រាំរស់នៅជាមួយនឹងមនុស្សម្នាក់ដែលអត់មានភាពស្មោះត្រង់មួយយើងទេហេតុអីមិនយើងត្រូវទ្រាំរស់នៅជាមួយគាត់ខ្ញុំចាំបានថាមានបងស្រីខ្ញុំម្នាក់គាត់ជាមួយគ្រួសារគាត់ពិបាករស់នៅជាមួយគ្នាមែនតើប៉ុន្តែគាត់ថាប្តីគាត់មិនមែនទៅលួចមានស្រីខាងក្រៅអីគាត់ថាលួចផាពួកគាត់រស់នៅអត់ចោះសម្រងជាមួយគ្នាអញ្ចឹងហើយគាត់មានសម្ពាធអីអញ្ចឹងហើយគាត់ចង់លែងលះជាមួយប្តីគាត់ប៉ុន្តែចាស់បែរទៅជានិយាយថាលែងលះទៅអីទ្រាំទៅពូជពងវងតកពូជអម្បោយើងអត់មានណាគេមានប្រវត្តិលែងប្តីទេអាហ្នឹងជាផ្នែកកំណត់ចាស់ជំនាន់មុនប៉ុន្តែខ្ញុំគិតថាយើងគឺជាមនុស្សជំនាន់ថ្មីយើងគួរតែឲ្យវាធំធេងជាងនឹងថា what is the point ដែលយើងត្រូវទ្រាំរស់នៅក្នុងទំនាក់ទំនងមួយដែលវាអត់សុបាយចិត្តឧទាហរណ៍ថាប្តីប្រពន្ធយើងឆ្លោះគ្នារហូតហើយរស់នៅអត់សុបាយចិត្តទេមានតែរឿងមានតែបញ្ហាដៃមានស្រីឬក៏មួយពីរអញ្ចឹងទៅហើយយើងអត់ហ៊ានលែងលះទេដោយសារតែយើងខ្លាចកូនវាធម្មតាគ្រួសារមួយពេលដែលបែកបាក់អ្នកដែលជាជនរងគ្រោះធំបំផុតហ្នឹងគឺកូនប៉ុន្តែអ្នកនរគ្នាគិតមួយទៀតថាចុះបើសិនបើអ្នកនរគ្នារស់នៅជួបជុំគ្រួសារ3នាក់ឪពុកម្ដាយកូនប៉ុន្តែយើងជាឪពុកម្ដាយនេះឆ្លោះគ្នាលោឡាឆ្លោះគ្នារាល់ថ្ងៃតើកូនគាត់ឃើញរូបភាពអីរាល់ថ្ងៃគាត់នឹងរស់នៅជាមួយរូបភាពនឹងដូចគ្នាអញ្ចឹងវាគឺជាកុមារភាពតែមិនល្អមួយសម្រាប់កូនអញ្ចឹងពេលខ្លះការដែលយើងសម្រេចចិត្តលែងលះបែកផ្លូវគ្នាវាមិនជារឿងមិនល្អសម្រាប់កូនដូចគ្នាសារខ្ញុំចុងក្រោយហ្នឹងគឺខ្ញុំចង់លើកទឹកចិត្តឲ្យបងប្អូននារីយើងទាំងអស់គ្នារឹងមាំឯករាជ្យចេះស្រឡាញ់ខ្លួនឯងកុំភ័យខ្លាចក្នុងការដើរចាក់ចេញពីតំណែងទំនងស្នេហាមួយដែលវាមិនមានភាពស្មោះត្រង់ឬក៏មានសម្ពាធផ្លូវចិត្តហើយកុំភ្លេចថាចំណុចសំខាន់បំផុតនោះគឺត្រូវស្រឡាញ់ខ្លួនឯងត្រូវដាក់ខ្លួនឯងក្នុងលេខរៀងទី1ជានិច្ចអូខេ thank you bye bye